លោកឧត្តមសេនីយ៍តូសិតឡោះនាំយកអំណោយដែលថ្លៃថ្លារបស់ឯកឧត្តមអភិសន្ធិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកជំទាវជូនដល់មណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តចាស់នៅព្រឹកថ្ងៃសុក្រ1រោចខែផលគុណឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនឹងថ្ងៃទី14ខែមិនិនាឆ្នាំ2025លោកឧត្តមសេនីយ៍តូសិតឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យបានដឹកនាំលោកវរៈសេនីយ៍តូអ៊ុយអ៊ូស្នងការរងលោកវរៈសេនីយ៍តូបោនសីហាមេបញ្ជាការរងវរៈការពីព្រំដែនគោកលេខ891លោកសឿមសាអ៊ីមព្រមទាំងក្រុមការងារគណៈត្រង់វិសាខានៃក្តីសង្ឃឹមហៅវត្តចាស់បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមអភិសន្ធិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកជំទាវកៅសួងសុភីទៅប្រកួតជូនមណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់សម្រាប់ប្រើប្រាស់និងហូបចំនួន58នាក់1ថវិកាសរុប6លានរៀល2ទឹកក្រូច14យួរ3មីកំប៉ុងចំនួន6កែវធំ4នំកញ្ចប់ចំនួន110កញ្ចប់5នំប៉័ងចំនួន90ដើមប្រកោជូនគណៈគ្រប់គ្រងមណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ដែលមើលថែទាំកុមារនៅក្នុងឃុំបោះស្បូវស្រុកប្រណេតព្រះលាតនៅក្នុងអាកាសនោះផងដែរលោកឧត្តមសេនីយ៍តូសិតឡោះក៏បានពំនាំនៅការផ្ដាំផ្ញើនិងសួរសុខទុក្ខពីឯកឧត្តមអភិសន្ធិបណ្ឌិតនិងលោកជំទាវដោយក្តីនឹករលឹកជូនចំពោះកុមារតូចៗរួមទាំងគណៈគ្រប់គ្រងនិងសូមក្មួយថែសុខភាពនិងរស់នៅស្អាតអនាម័យល្អហូបស្អាតនិងត្រូវខិតខំរៀនសូត្រដាប់ដំបូន្មានលោកគ្រូអ្នកគ្រូដើម្បីក្លាយជាមិត្តល្អកូនល្អសិស្សល្អពលរដ្ឋល្អនិងក្លាយទៅជាសសរទ្រូងសម្រាប់សង្គមជាតិទាំងមូលលោកឧត្តមសេនីយ៍តូសិតឡោះក៏បានបន្តទៀតថាគោលបំណងដែលធំបំផុតនោះគឺការផ្ដល់នូវក្តីស្រឡាញ់ភាពកក់ក្ដៅដល់កូនដែលជាក្មេងៗកុមារកំព្រាផ្ដល់នូវការយកចិត្តទុកដាក់ការអាណិតអាសូរនិងលោកតែងតែធ្វើជាប្រចាំគឺយើងផ្ដល់ឲ្យពួកគាត់មានការយកចិត្តទុកដាក់ពីយើងជាមួយនឹងគ្នានោះក៏បាននាំនៅគ្រឿងឧបភោគបរិភោគភពចុកនំចំណីសម្លៀកបំពាក់ហូហែសម្រាប់កូននិងបានញ៉ាំជុំគ្នាបង្កើនភាពស្និទ្ធស្នាលស្នាមញញឹមនិងបង្កើននៅអនុស្សាវរីយ៍ជាមួយនឹងពួកគាត់ផងដែរផ្សាយដោយអង្គភាពគេហទំព័រប្រមាញ់ជីដែនធីវី